បងប្អូនប្រើប្រាស់ទូរស័ព្ទដៃ iPhone បងប្អូនគួរទៅ clear នៅចំណុចមួយនេះដើម្បីឲ្យល្បឿននៃការប្រើប្រាស់អ៊ីនធឺណិតលើទូរស័ព្ទដៃ iPhone របស់បងប្អូនដើរលឿនជាងមុនយើងចូលទៅក្នុង Google ហើយយើង search ណាយើង search ទៅបងប្អូនឃើញពាក្យនេះគេបន្ទាត់មួយវារត់នៅមួយជួរហ្នឹងបាទវារត់មួយជួរមកផ្ទាត់នៅជួរលើហ្នឹងបាទជូនពណ៌សជូនពណ៌ខៀវយ៉ាងទៅតាមប្រភេទទូរស័ព្ទរបស់បងប្អូនអញ្ចឹងឧទាហរណ៍ឲ្យខ្ញុំ search ជំរឿណាបងប្អូនបាទខ្ញុំ search Cambodia បាទអញ្ចឹងខ្ញុំ search Cambodia បងប្អូនឃើញនេះបន្ទាត់ប៉ុងបំផុតនេះបន្ទាត់ពណ៌សនេះអញ្ចឹងអាហ្នឹងគឺជាតកតងទៅនឹងល្បឿននៃអ៊ីនធឺណិតនៅលើទូរស័ព្ទដៃរបស់យើងទិន្នន័យ data មួយចំនួនដែលយើងធ្លាប់បានចូលទៅ search ពីមុនមកបាទអញ្ចឹងវាមានច្រើនបងប្អូនឃើញទេបាទមានច្រើនមែនតើបាទដែលយើងធ្លាប់ចូលទៅ search data នៅលើ Safari របស់យើងនឹងបាទអញ្ចឹងបងប្អូនគួរតែទៅ clear នៅ data ទាំងអស់ហ្នឹងដើម្បីឲ្យអ៊ីនធឺណិតរបស់យើងនឹងដើរលឿនជាងមុនធ្វើឲ្យល្បឿននៃការចូលទៅ search អ៊ីនធឺណិតរបស់យើងប្រើប្រាស់នៅលើ Google ប្រើប្រាស់អ៊ីនធឺណិតលើទូរស័ព្ទដៃ iPhone របស់យើងនឹងវាដើរលឿនជាងមុនបាទអញ្ចឹងចំណុចដែលយើងគួរទៅចូលទៅ clear បងប្អូនត្រូវចូលទៅក្នុង setting បាទពេលដែលបងប្អូនចូលមកដល់ setting ហើយបងប្អូន scroll ចុះទៅក្រោមបាទបងប្អូនចូល app នេះមករួចហើយបងប្អូន scroll ទៅក្រោមទៀតបងប្អូនរកពាក្យថា Safari បាទបងប្អូននេះយកពាក្យ Safari នេះបាទបងប្អូនចុចកន្លែង Safari នឹងមកបាទបន្ទាប់មកដល់កន្លែងនេះបងប្អូនអស់ទៅក្រោមផុតបាទបងប្អូនចូលទៅ Advanced បាទបងប្អូនចូល Advanced នេះមកបាទបន្ទាប់មកបងប្អូនឃើញនៅខាងលើគេនេះគឺមាន website data បាទ website data អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបាទរួចហើយវាមកដល់កន្លែងនេះវានឹងបង្ហាញទិន្នន័យ data មួយចំនួនដែលយើងធ្លាប់បានចូលទៅ search ពីមុនមកបាទអញ្ចឹងវាមានច្រើនបងប្អូនឃើញទេបាទមានច្រើនមែនតើបាទដែលយើងធ្លាប់ចូលទៅ search data នៅលើ Safari របស់យើងនឹងបាទអញ្ចឹងបងប្អូនគួរតែទៅ clear នៅ data ទាំងអស់ហ្នឹងដើម្បីឲ្យអ៊ីនធឺណិតរបស់យើងនឹងដើរលឿនជាងមុនបាទអញ្ចឹងបងប្អូនអាចចូលទៅកន្លែងនេះណា remove all website data បាទអញ្ចឹងបងប្អូនចុច clear ហ្នឹងមកបាទរួចហើយបងប្អូនចុច remove now បាទបងប្អូនចុចនឹងមួយទៀតមកបាទពេលនោះគឺ data វាបាន clear រួចរាល់អស់ហើយអញ្ចឹងយើងចូលទៅមើលតើវាអស់នៅបាទអញ្ចឹងវា clear អស់ហើយវាចេញជា0បាយបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានប៉ុណ្ណេះសម្រាប់ចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យទូរស័ព្ទដៃរបស់បងប្អូនប្រើប្រាស់អ៊ីនធឺណិតវាដើរលឿនជាងមុនបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ